ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយជម្រាបជូនសាធារណជនឲ្យបានជ្រាបថាកាលពីថ្ងៃទី5ខែមិថុនាឆ្នាំ2025ឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានជួបពិភាក្សាជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិនៃព្រះរាជាណាចក្រថៃអំពីភាពតានតឹងនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរនៅខេត្តស្រះកែវប្រទេសថៃដែលមានខ្លឹមសារសំខាន់ដូចជាភាគីទាំងពីរបានឯកភាពគ្នាប្រឹងប្រែងឲ្យអស់លទ្ធភាពដើម្បីរក្សាសន្តិភាពតាមបណ្ដោយព្រំដែនពិសេសតំបន់ដែលកំពុងមានភាពតានតឹងដើម្បីជៀសវាងការប៉ះទង្គិចយោធាក្នុងលក្ខខណ្ឌណាមួយក្នុងកិច្ចជំនួបនេះភាគីថៃក៏បានស្នើឲ្យភាគីកម្ពុជាដកទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំ3ដែលបានប្រយុទ្ធគ្នាកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025កន្លងទៅកម្ពុជាបានបដិសេធមិនទទួលការស្នើសុំនេះឡើយព្រោះទីតាំងនេះស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានិងបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមមកយ៉ាងណាក៏ដោយកម្ពុជានៅតែប្រកាន់ស្មារតីគោរពអនុសារណៈឆ្នាំ2000 MOU 2000រវាងប្រទេសខ្មែរនិងថៃដើម្បីអាចស្វែងរកចំណុចរួមក្នុងការថែរក្សាស្ថិរភាពព្រំដែនស្របពេលនេះដែរភាគីកម្ពុជានៅតែប្រកាន់គោលជំហរយ៉ាងមុតមាំក្នុងសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង4រួមមានតំបន់មុំ3ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅទីក្រុងឡាអេដើម្បីផ្ដល់នូវភាពច្បាស់លាស់យុត្តិធម៌មិនលំអៀងទៅកាន់ភាគីកម្ពុជាដោយពឹងផ្អែកលើច្បាប់អន្តរជាតិគួរបញ្ជាក់ផងដែរថានៅក្នុងការបញ្ជូនសំណុំតំបន់រឿងទាំង4ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នេះត្រូវបានគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋខ្មែរដោយប្រជាជនខ្មែរនឹងសង្ឃឹមថាទទួលបានយុត្តិធម៌និងសិទ្ធិពេញលេញស្របច្បាប់ក្នុងការគ្រប់គ្រងនិងរក្សាបូរណភាពទឹកដីពីបុព្វបុរសរបស់ខ្លួនក៏ដូចជារក្សាទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងប្រទេសទាំងពីរផងដែរសូមអរគុណ